សាច់គោយើងប្រើជាសាច់កន្លែងណាដែលផុយល្អមកហាន់វាជាប្រទះស្ដើងទុកម្ដុំសិនហើយអីដែលសំខាន់ក្នុងការធ្វើមីដុតប្រទះដៃហ្នឹងគឺការជ្រើសរើសមីសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសយកមីកូរ៉េហារ៉ាំជនមកប្រើអានេះគឺជាប្រភេទមីគោករសជាតិកាបូណារ៉ាក្នុងកញ្ចប់ហ្នឹងគឺមានមីម្ដុំជាមួយនឹងគ្រឿងពីរកញ្ចប់យើងទុកគ្រឿងនឹងម្ដុំសិនទៅយើងមកដាក់ដាំទឹកដើម្បីស្រុះមីសិនសម្រាប់ការស្រុះនេះប្រើរយៈពេលខ្ទង់4ទៅ5នាទីមើលតើមីរបស់យើងទន់ល្អស្រង់វាទុកម្ដុំសិនមកតែសាច់មីរបស់យើងបន្ទាប់ពីស្រុះហើយគឺឃើញថាទន់ស្វិតល្អមែនតើបងប្អូនសម្រាប់បន្លែគឺខ្ញុំប្រើតែ3មុខទេមានជាពោតប្រូកូលីជាមួយនឹងការ៉ុតស្រុះបន្លែរួចរាល់ហើយយើងមកលាយទឹកស៊ុសម្ដងអានេះគឺជាគ្រឿងក្នុងកញ្ចប់មីបងប្អូនយើងកាត់វាដាក់មកកញ្ចប់នឹងមកបន្ទាប់មកខ្ញុំបន្ថែមគ្រឿងសាតេចំនួន2ស្លាបព្រាបាយទឹកប្រេងខ្យង1ស្លាបព្រាបាយទឹកប៉េងប៉ោះមានចំនួន2ស្លាបព្រាបាយទឹកម្ទេស1ស្លាបព្រាបាយបន្ទាប់មកយើងមានជាប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករ2ស្លាបព្រាកាហ្វេចុងក្រោយគេនឹងគឺជាទឹកឆ្អិនមានចំនួន50មីលីលីត្របន្ទាប់ពីយើងដាក់គ្រឿងក្រៅចូលរួចរាល់ហើយកូរច្របល់ឲ្យសព្វទឹកស៊ុសដែលយើងបានលាយហ្នឹងយករសជាតិរាងសាបមកល្មមបានហើយបងប្អូនបន្ទាប់ពីហ្នឹងមកយើងចាក់ប្រេងឆាដាក់ខ្ទឹមសចូលចាក់សាច់គោដែលយើងបានហាន់ជាប្រទះស្ដើងហ្នឹងហើយទឹកស៊ុសដាក់ចូលពាក់កណ្ដាលសិនបានហើយបងប្អូនឆាសាច់គោតែ4-5ត្រឡប់ទៅគីវាទៅមួយចាហៀងហើយយើងចាប់មីដែលយើងបានស្រុះឲ្យស្រាប់ដាក់ចូលមកបន្ទាប់មកគឺយើងដាក់បន្លែចូលសម្រាប់បន្លែបើសិនជាបងប្អូនចង់ញ៉ាំបន្លែអីផ្សេងក៏បានដែរហើយអីដែលខ្វះអត់បានមួយទៀតដែរបងប្អូនគឺពងមាន់នេះបងប្អូនចង់ដាក់មួយគ្រាប់ក៏បានពីរគ្រាប់ក៏បានទឹកស៊ុសដែលនៅសល់ពាក់កណ្ដាលយើងចាក់វាចូលទឹកអស់ហើយកូរច្របល់វាបន្តិចមកបងប្អូនច្របល់មីច្របល់សាច់គោជាមួយនឹងបន្លែអីហ្នឹងមកហើយចុងក្រោយគេយើងគ្រាន់តែរោយគ្រឿងក្រៀមមកបងប្អូនគ្រឿងក្រៀមនៅក្នុងកញ្ចប់ស្រាប់ហ្នឹងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយ